បាទសូមជម្រាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងលើកយកពីព្រះបរមម្នាក់ទៀតដែលគាត់មានជាមនុស្សម្នាក់ដែលខ្លាំងពូកែជាពិសេសមានឋានកាប់មុតមិនមុតដុតឆេះគាត់មានមនោគមផ្សេងជាច្រើនដូចជាការជប់ការបំផាំងខ្លួនឯងផ្សេងហ្នឹងក៏ប៉ុន្តែរឿងមនោគមនេះគឺតើតើនឹងបងប្អូនខ្មែរយើងគឺផ្សារភ្ជាប់គ្នាជាយូរណាស់មកហើយតាំងពីបុរាណកាលមកដោយសារតែមានការជឿមានជំនឿដូចជាការសាក់យ័ន្តដូចជាការចាក់សាក់ផ្សេងអីហ្នឹងវាមាននៅក្នុងផ្នត់គំនិតជនជាតិខ្មែរយើងតាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្នហ្នឹងហើយមកដល់បច្ចុប្បន្នហ្នឹងនៅតែមានអ្នកពេញនិយមនៃការសាក់យ័ន្តសាក់មន្តអាគមអីផ្សេងជាពិសេសយុវវ័យសម័យថ្មីមានការចាក់សាក់ចាក់អីហ្នឹងដែលមានជំនឿថាចាក់សាក់ទៅធ្វើឲ្យខ្លួននឹងមានកម្លាំងខ្លួននឹងមានរិទ្ធអំណាចផ្សេងធ្វើគេស្រឡាញ់ឬគេខ្លោបខ្លាចអីជាដើមហ្នឹងទៅបាទអញ្ចឹងចូលទៅដល់បកក្រោយទៅវិញទៅតទៅជាមួយវីដេអូយើងវិញថ្ងៃនេះខ្ញុំនឹងលើកយកអំពីប្រវត្តិរូបរបស់អ្នកស្នេហាជាតិម្នាក់នៅសម័យបារាំងគាត់មានឈ្មោះថាអុកញ៉ាកាឡាហុងកុងប្រហែលជាបងប្អូនប្រិយមិត្តបានស្គាល់គាត់ច្រើនហើយដោយសារតែឈ្មោះអុកញ៉ាកាឡាហុងកុងនេះគាត់មានភាពល្បីល្បាញណាស់សម្បីតែនៅសម័យមុនហើយរហូតមកដល់សម័យបច្ចុប្បន្ននេះបើតាមការនិយាយតគ្នាយើងមិនបានដឹងច្បាស់ទេថាអុកញ៉ាកាឡាហុងកុងនេះគាត់មានថ្ងៃកំណើតអង្កាត់ថ្ងៃណាខែណាឆ្នាំណាយើងអត់ដឹងច្បាស់ទេសម្បីតែទីកន្លែងកំណើតក៏យើងមិនបានដឹងច្បាស់ដែរប៉ុន្តែអ្វីដែលគេអាចកត់សម្គាល់បានគេបានចាប់ដាំស្គាល់គាត់នោះគឺដឹងថាគាត់មានបងប្អូន3នាក់គាត់មានជាបងគេប្អូនទី2ឈ្មោះអ៊ុងហើយប្អូនទី3ឈ្មោះមន់គាត់ទាំង3នាក់ហ្នឹងគឺមកធ្វើស្រែចម្ការនេសាទត្រីអីហ្នឹងនៅពេលលៀបខេត្តកណ្ដាលជំនាន់នោះគេដឹងទៀតថាតាគង់ហ្នឹងគាត់ធ្លាប់បួសរៀនហើយបួសរៀនហ្នឹងបួសនៅក្នុងវត្តកោះកបីគាត់បួសរៀននឹងរយៈពេលយូរដែរក្រោយពេលចៅអធិការនៅវត្តកោះកបីនឹងចូលសកុតទៅគាត់តាគង់ហ្នឹងគាត់ឡើងធ្វើជាចៅអធិការនៅវត្តហ្នឹងតែម្ដងមានពាក្យដំណើរថានៅពេលដែលលោកតាគង់គាត់នៅជាព្រះសង្ឃថ្ងៃមួយមានអ្នកសច្ចាំងម្នាក់ស្លៀកសពាក់សមកនិមន្តតាគង់ហ្នឹងទៅឆាន់ចង្ហាន់ទៅឆាន់នៅផ្ទះនៅភូមិរបស់គាត់លោកតាគង់ក៏ព្រមទៅពេលដល់ទៅដល់ភូមិហ្នឹងក៏មានការរៀបចំជាចង្ហាន់ផ្សេងដើម្បីដាក់ជូនដាក់ប្រគេនលោកតាគង់ឆាន់ពេលដែលលោកកំពុងតែឆាន់រួចពេលដែលលោកឆាន់រួចក៏មានក៏អ្នកសច្ចាំងទឹកសហ្នឹងបានប្រគេនលោកនៅសាស្ត្រាស្លឹករឹតមួយសពាយហើយដល់ពេលលោកតាគង់មើលទៅគឺសុទ្ធតែក្បួនសឹកសង្គ្រាមទាំងអស់ហើយនឹងមន្តអាគមផ្សេងពេលហ្នឹងលោកតាគង់គាត់ប្រកែកថាគាត់អត់យកទេមិនដឹងយកធ្វើអីពេលហ្នឹងអ្នកសច្ចាំងប្រាប់គាត់ថាលោកត្រូវដេចគុណត្រូវយកព្រោះទីទៀតទៅស្រុកកើតសង្គ្រាមអញ្ចឹងទំនាយថាមានតែដេចគុណទេដែលអាចឡើងធ្វើសឹកសង្គ្រាមអាចប្រឆាំងឈ្នះមានសត្រូវអញ្ចឹងណាពេលហ្នឹងក៏លោកតាគង់ក៏ព្រមយកទៅពេលលោកបានសំពាធហ្នឹងហើយលោកមុនចេញពីភូមិហ្នឹងមុនបានផុតបន្តិចគាត់លោកងាកក្រោយវិញស្រាប់តែបាត់ភូមិនឹងចឹងសល់សិតតែព្រៃមានតែព្រៃហើយលោកក៏បន្តនិមន្តមកដល់វត្តវិញទៅចំណេរការក្រោយមកពេលដែលលោកចាក់ភ្នោះលោកសឹកមកជាពុទ្ធជនពេលហ្នឹងលោកចាប់ដើមរៀនអដ្ឋានហ្នឹងតាំងកាលពិតលោកចាប់ដើមរៀនអដ្ឋានរៀនរបៀនមន្តអាគមអីហ្នឹងតាំងពីនៅលោកម្លេះហើយលោកក៏បន្តរៀនរហូតដល់ពេលលោកសឹកមកវិញក៏នៅតែលោកបន្តរៀនហើយលោករៀនចេះប្រកែជាពិសេសមន្តអាគមផ្សេងអញ្ចឹងទៅឈ្មោះរបស់លោកហ្នឹងកាន់តែល្បីមានភាពល្បីសុសសាយអញ្ចឹងទៅពីមាត់មួយទៅមាត់មួយរហូតលើដល់ព្រះមហាក្សត្រដល់ជំនាន់នោះគឺព្រះនរោត្តមលោកជាព្រះមហាក្សត្រលោកក៏អញ្ជើញលោកតាគង់ហ្នឹងចូលវាំងដើម្បីឲ្យបម្រើនៅក្នុងជួរកងទ័ពដឹកនាំកងទ័ពអីចឹងទៅលោកតាគង់ក៏បានប្រកែកដែរហើយលោកក៏ចូលរួមមកបម្រើព្រះមហាក្សត្រកាន់ជួរកងទ័ពលោកតាគង់គាត់កាន់កងទ័ពនៅក្នុងផ្នែកតជើងទឹកគាត់បានបង្វឹកទ័ពអីផ្សេងហ្នឹងគាត់មានសិលសាស្ត្រប្រកែ
xa còn mình là biến đàn đã sẽ chẳng ỏi mà nó còn mìnhวิธีในการเธอสักสังเกตในการกบกรองตัวไปนั้นก่อนเป็นจังเตอร์โลกก็มีสนาดได้เจียมันตอมระหดมาเป็นรถดำเลยก็เป็นจัดนั่งโลกตะกงครั้งโอ้คอยมักก็บานดักงีởก่อนจีออกnhàกลาฮ่องกงนั่งเป็นนั่งมาโลดดอลแต่ประเทศจีนยังจับดามปรังโจมากบกรองทั่วในกรมยังดังให้ทางขนมบริษัทฝรั่งบ้านโจมาช่วยการปีตึกใดขมายยังบ้านจีจานตามจากการเรียนเปลี่ยนเซมแต่จุดข้างนี้ฝรั่งบ้านช่วยดอกสายจีจานโดยจีดอกสายปัญหาพรมแดนกากูแฮนตี้เซมนั้นฉันนำยังบ้านดังฉันนำปอนบุรีบุญปอนบุรีปอนเลยนั้นแต่บ้านกูแฮนตี้ให้ตกเอาประเทศขมายยังประปรางหกนับปัจจุบันนี้ด้านจุดนอนนั่นคือมันจุดนอนของnhà là Hồng Kông đấy vì mình toàn đàoสมัยการได้ประหารกูแทนที่เอาเยอะดีการนั้นโดยจุดนั้นขนมชนะมาปอนใบรอยปลายเชียงสมัยของnhà là Hồng Kôngนั่นคือเปย์แต่ก่อนเราใบครั้งนั่นคือชนะมาปอนใบรอยปลายบ้วนนั่นปอนใบรอยปลายปรังอย่างนั้นปรังกัดโจมาตะบงนั่นคือก่อนมีการตั้งรังให้เกี่ยวสังกัดจีจนขมายเยอะจีจานตามอย่างการประมงปนตาเอ็มซีนั่นคือตัวเรียกมาอย่างรุ่นบาวิจนี้นะเนี่ยนะอดอายมีระดับเพียบนำไปบังปนบานที่จังปรังเธอบาปจีจานแต่ตัวเรียกมารุ่นซอกการก็ได้ช่วยบอลเป็นประเทศจังตื้อสมตุกจรนาในการต่อสู้มันการหลังเป็นประเทศโดยเจียวิดีโอม้วนประมาณทัวร์จะโดนจรนาจ่าสวาจ่าเละโปกบาวไอ้ก็โดยเชียจนบอกนิสัตเซนโดยเชียจ่าแฮมจิวซึ่งออกทางปลายเชือกในจุดดำนึงมันได้วิดีโอมุ้นยมบานบอกสายให้ยมมันจังบอกสายไปทางติดวิดีโอนี้ยมนั่งเจอแต่ปีลูกตะกงแต่มันเนาะจังเราไปได้ฉันนำปอนผมไปเลยไปบุญนั่งเราไปเคยจีเด็กไม้ประบาเวทนียังตื้อโลตะกงเป็นนั่งก่อนมีเงียจีออกnhàกลาฮ่องกงấyกอดบานรวมในนี้จมูกนั่งออกnhàเนี่ยติดคือออกnhàพิษณุโลกสู่ปีนั้นบานสักการนี้อะไรตัวจอดหาบ่าเบาต่อต่างจมูกนาในกรมรังบานตัวสังเกตชนะรังจีจานนกขัดพิกันตะบงในประเทศแล้วโหดกอดทั้งปีนี้บานจับดำตัวเวียนดอกยกขัดการจีกร้อมแค่มาจนนู้นนึงได้ประหารบันสัญญาท่านังกัดจะเอายุ้นเป็นนั่นคือองค์ญาตั้งปีก็อัดพร้อมที่ให้บานเตวีนดอกตัวดามยกแค่จีจรานักแค่นักนการจีกร้อมนั่นจังนั้นถวยประหารมันไอตุกตัวบานจมูกนังกองตัวประบอกองค์ญาละฮ่องกงให้นังองค์ญาพิษณุโลกสุเตไอตัวประบอกองค์ญาตั้งปีนั่งดอนนั่นก็ใช่ไหมนังให้ไปสายลูกของnhà là Hồng Kông còn miềnจุดsạc cái miền sạc sừng kiếmจุดsạc xây những quạt một cái sạc còn miền bốn ba lúa hay mình dáng quạt đựng món cứ quạt trâu rùm to tại mặt đòn cả thôi sừng kiếm to cứ quạt trâu rùm và ráng bánh quạt ấy cứ bánh nhận một đấy là sai quạt biến quạt cứ biến bảy cùng bánh lúc bánh mình chân crop bánh mình một rồi có bánh mình trong thì chẳng rất vui và ráng o tầm đây màตุกตัวจมูกนั่งตัวระบบองค์ญาตั้งปีฉันกดจับดามปลาระเบิดนั่นเป็นกดอัดชนะฉันกดดังแต่พลังดังแต่อัดชนะให้จับดามปลาระเบิดเป็นนั่งพลังสากาจมูกยุ้นพลาระเบิดส่งบัตรจีพีแรงโดดด้อมนั่นไปเจอองค์ญาตั้งปีนั้นโจมริจเวียนนั่นไปพิษาคณีหึงถอยนะกัดปะถอยการsơ sinh kiếm riêng nên kia thua ở dưới rong tộc này nè thì đằng những đằng sẽ mấy tha ông nhà là Hồng Kông hay đằng lục ông nhà pisun lục xuống nữa còn bộ đó hay còn trên này đại sna ha chiết trên này đại group đào prem hạt sát chẳng còn lưỡi bận chia bị prem hạt sát có hỏi có trâu vén có từ vì nè có tăng say đấy có trâu màu vàng tàn đòn tàn cảm chia bọc prem hạt sát và thấy đằng thà nên chỉ còn là bệnh bỏ parang hay nâng yuan đi về để quạt trâu máu đào vẽ đạp lấy parang hay nâng con tập yuan man sẽ chặt
គាត់តាមផ្លូវពេលហ្នឹងមានការតស៊ូប្រយុទ្ធគ្នាដែរហើយអង្គញាសួរក៏ត្រូវបារាំងបាញ់ស្លាប់នៅក្នុងពេលនោះតែម្ដងនៅតែអង្គញាក្រហមគង់មួយគត់ដែលបារាំងបាញ់អត់មុតបាញ់មិនចេះបាញ់មិនចេញគ្រាប់ឬក៏បាញ់គ្រាប់មិនរបកស្បែកសម្រាប់កាប់មិនមុតអញ្ចឹងបារាំងអស់តម្រេះនឹងធ្វើមិនទេមានយកគ្រាប់បេមានអាបេធំយកទៅបាញ់ប៉ុន្តែបាញ់ទៅក៏នៅតែអត់ចេញគ្រាប់អង្គញាក្រហមគង់គាត់រៀងក្រំក្នុងនៅពេលដែលបាញ់អត់មុតមែនប៉ុន្តែគាត់ក្រំក្នុងអញ្ចឹងគាត់ប្រាប់បារាំងថាបើនៅបន្តបាញ់អញ្ចឹងទៀតនៅអត់បានការទេអញ្ចឹងមានបើចង់ឲ្យគាត់ស្លាប់មានតែយកគាត់ទៅចងនៅកំពង់សីមាំងកប៉ាល់ទៅហើយចងប្រអប់មួយដើមជ័យទៅអញ្ចឹងគាត់នឹងស្លាប់ហើយអញ្ចឹងកន្លែងនោះមានឯកសារមួយបញ្ជាក់ថាបារាំងយកគាត់ទៅចងភ្ជាប់នឹងកំពង់សីមាំងរហូតដល់តែគាត់ស្លាប់ហើយគេបោះគាត់ទម្លាក់ចូលទឹកតែម្ដងប៉ុន្តែក៏មានអ្នកនិយាយតគ្នាថាបារាំងបានធ្វើតាមអង្គញាក្រហមគង់ដោយចាប់គាត់យកទៅចងប្រអប់នឹងកំពង់សីមាំងកប៉ាល់ហើយចងភ្ជាប់មួយដើមចេកលោកតាគង់គាត់ប្រាប់ថារហូតដើមចេកនឹងស្លាប់អស់គាត់នឹងស្លាប់ហើយអញ្ចឹងក៏បារាំងធ្វើតាមគាត់ហើយយកជក់គាត់ទៅចងប្រអប់ដើមចេកហ្នឹងទៅពេលហ្នឹងគេបដែតកប៉ាល់តាមទឹកទៅហើយលោកតាគង់ក៏បានឱកាសហ្នឹងគាត់បានជប់ដើមចេកហ្នឹងទៅជារូបរបស់គាត់ហើយខ្លួនគាត់ក៏កាឡាខ្លួនជិះលើដងកដបចេញផុតពីហ្នឹងទៅដោយគាត់បានទម្លាក់ខ្លួននៅស្រុកលង្វែកខេត្តកំពង់ឆ្នាំងហើយបានបន្តរស់រានមានជីវិតរហូតដល់តែគាត់ស្លាប់ទៅនៅមួយកូនចៅគាត់រហូតដល់គាត់ស្លាប់ទៅនេះគ្រាន់តែជាការលើកឡើងពីប្រជាពលរដ្ឋមួយចំនួនចាស់ព្រឹទ្ធាចារ្យនៅវត្តកោះកបីដែលបានលើកឡើងបញ្ជាក់ពីមាត់មួយទៅមាត់មួយអញ្ចឹងជាការពិតនៅក្នុងវត្តសាស្ត្រយើងគួរតែស្វែងយល់ទាំងអស់គ្នាថាវីរភាពរបស់អង្គញាក្រហមគង់តែគាត់ពិតជាស្នេហាជាតិពិតប្រាកដអត់ហើយគាត់បានរស់រានមានជីវិតដូចជាគេនិយាយតគ្នានឹងអត់ប៉ុន្តែអ្វីដែលយើងសិក្សាស្វែងយល់អ្វីដែលយើងទទួលបានពីគាត់ពីអ្វីដែលគាត់បានធ្វើបបផហេតុជាតិហ្នឹងគឺភាពក្លាហានរបស់គាត់សេចក្តីក្លាហានរបស់គាត់ហើយនឹងការតស៊ូអត់ធ្មត់ហើយនឹងការជំនះនឹងតស៊ូជាមួយនឹងកងទ័ពបារាំងដែលធ្វើបាបប្រជាជនខ្មែរហើយគាត់សុខចិត្តបូរណភាពទឹកដីទោះបីជាយើងមិនបានដឹងច្បាស់ថាគាត់ពិតជាបានស្លាប់មែនឬក៏ដោយពាក្យកំណត់ថាគាត់បាននៅរស់រានមានជីវិតរហូតដល់ចាស់កងខ្នងទៅគាត់ស្លាប់ទេប៉ុន្តែអ្វីដែលបន្សល់ទុកមកដល់បច្ចុប្បន្ននេះគឺជាពលឹងជាការជំរុញទឹកចិត្តឲ្យកូនខ្មែរគ្រប់ជំនាន់មានភាពរឹងមាំហើយនឹងចេះតស៊ូចេះប្រឆាំងជាមួយនឹងការឈ្លានពានផ្សេងទៅលើទឹកដីខ្មែរគ្រប់រូបភាពទាំងអស់អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេថ្ងៃនេះសូមអរគុណរាល់ចំណុចខ្វះខាតផ្សេងបាទសូមអរគុណ